ត្រីដូចនៅក្នុងបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនបាទគឺការចុះកាលពីថ្ងៃទី1ខែកុម្ភៈឆ្នាំ2011បាទកន្លងទៅនោះបាទដើម្បីឆ្លើយតបទៅនឹងសេចក្តីបាទថ្លែងការណ៍របស់ក្រសួងការបរទេសថៃចុះថ្ងៃទី31មករាឆ្នាំ2011ស្តីវិវត្តកាយសិក្ខាគិរីស្វារៈរបស់កម្ពុជានោះបាទគឺព្រះរាជាណាចក្រកម្ពុជាបាទមានបំណងដ៏ស្មោះតែមួយគត់របស់ខ្លួនបាទគឺរក្សាដំណោះស្រាយដោយសន្តិវិធីជាមួយប្រទេសថៃក្នុងក្នុងក្របខ័ណ្ឌបាទសីមាព្រំដែនដោយអនុលោមតាមឯកសារច្បាប់ដែលរួមមានទាំងកំណត់ហេតុកិច្ចប្រជុំគណៈកម្មការខណ្ឌសីមាព្រំដែនផងដែរបាទហើយកម្ពុជារក្សាសិទ្ធិបាទការពារអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់ខ្លួនក្នុងពេលដែលនាយករដ្ឋមន្ត្រីអភិសិទ្ធបានគម្រាមធ្វើសង្គ្រាមប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជាបាទដោយលោកនាងបានជ្រាបអំបញ្ញមិញអញ្ចឹងបាទសេចក្តីរាយការណ៍របស់លោកងិនកំលែងបាទបានបញ្ជាក់ឲ្យថាមិនមែនបាទជាការបង្ហាញសាច់ដុំដាក់ទៅភាគីស៊ីមនោះទេក៏ប៉ុន្តែបាទគឺជាការបាទត្រៀមប្រថាមួយរយៈពេលចុងក្រោយនេះបាទគឺថៃបាទតែងតែបាទបង្កភាពមិនល្អនៅតាមព្រំដែនហើយពិសេសគឺចង់ឈ្លានពានតំបន់ដែលគេហៅថាតំបន់ចំនួននោះតាមពិតមិនមែនជាតំបន់ចំនួនទេបាទគឺថៃគឺមានបំណងឈ្លានពានចូលនៅក្នុងទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជាហើយសូមព័ត៌មានអំបញ្ញមិញដែលលោកងិនកំលែងបានរាយការណ៍នោះសូមបញ្ជាក់ថាបន្ទាប់ពីបានបញ្ជូនបាទចេញពីបាទលង្វែកបាទនៅថ្ងៃទីនៅបាទចុងខែបាទមករាកន្លងមកបាទគឺឃើញថាពេលនេះបាទយុទ្ធឧបករណ៍បាទរបស់ព្រះរាជាណាចក្រកម្ពុជាគឺបានទៅដល់ព្រំដែនហើយបានបង្ហាញជូនប្រិមិត្តក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេសឲ្យបានឃើញថាពេលនេះគឺបានត្រៀមបលក្ខណៈប្រសិនបើថៃឈ្លានពានបាទគឺកម្ពុជាគឺមានសិទ្ធិបាទគឺរក្សាសិទ្ធិបាទការពារអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់ខ្លួនក្នុងពេលដែលនាយករដ្ឋមន្ត្រីក៏ដូចជាយោធារបស់ថៃបានប្រកាសថាជំរឿនចុងក្រោយរបស់គេនោះបាទគឺសង្គ្រាមបាទនេះជាការលើកឡើងខាងភាគីដែលបង្កបាទភាគីឈ្លានពានបាទហើយអ្វីដែលគួរឲ្យកត់សម្គាល់យើងឃើញថាពីខាងថៃបាទសារព័ត៌មានរបស់ថៃក៏ដូចជាប្រជាពលរដ្ឋថៃដែលរស់នៅតាមព្រំដែននោះក៏បានបញ្ជាក់ដែរថាមួយរយៈពេលចុងក្រោយនេះពួកគាត់បាទគឺហាក់ដូចជាមិនបានទទួលទានដំណេកដោយសារតែបាទថៃបាទគេបានបញ្ជូនបាទសភាវុធរបស់គេមកកាន់ព្រំដែនដែរហើយអ្វីដែលគួរឲ្យកត់សម្គាល់យោងតាម The Nation ចុះថ្ងៃទី2កុម្ភៈឆ្នាំ2010ពេលនេះកងទ័ពថៃបាទកំពុងស្វែងរកថវិកាចំនួនប្រមាណ770លានបាតដើម្បីទិញរថក្រោះកាំភ្លើងបាទនឹងអាវការពារគ្របផងដែរនេះខាងវិគីថៃគេបង្ហាញអញ្ចឹងដែរបាទគេគ្រោងចំណាយថវិកាទិញអីទិញទៅប៉ុន្តែកុំឲ្យតែចូលទឹកដីឈ្លានពានដែនដីរបស់ព្រះរាជាណាចក្រកម្ពុជាបាទដូចបងប្អូនបានទស្សនាហើយនៅក្នុងរូបភាពបាទគឺកម្ពុជាប្រើសិទ្ធិការពារលើបូរណភាពដីរបស់ខ្លួនបាទប្រភពព័ត៌មានឲ្យពីព្រំដែនក៏បានដឹងមកដែរថាម្សិលមិញបាទល្ងាចម្សិលមិញគឺមានភាពតានតឹងនឹងគ្នារវាងកងទ័ពបាទនៃប្រទេសទាំងពីរជាពិសេសគឺការកក្លឿនរបស់ខាងកងទ័ពសៀមប៉ុន្តែជាឃើញថាការកក្លឿនរបស់គេនោះគឺទីបំផុតគេបានថយក្រោយយ៉ាងឆ្ងាយបើតាមប្រភពព័ត៌មានពីតំបន់ព្រំដែនដោយកងកម្លាំងបាទរបស់ប្រជាជាតិកម្ពុជារបស់យើងនេះគឺមិនខ្លាចទេនឹងការកក្លឿនរបស់ពួកគេនោះធ្វើឲ្យពួកគេដកថយទៅវិញដែលនេះក៏ជារឿងមួយដែលកម្ពុជារបស់យើងគឺមានចំហច្បាស់លាស់គួរបញ្ជាក់ផងដែរថាពាក់ព័ន្ធទៅនឹងបញ្ហាបាទរវាងកម្ពុជានិងខាងចៅឈ្លានពានសៀមនេះបើយើងមើលទៅខាងកងកម្លាំងរបស់ខាងចៅឈ្លានពានសៀមនោះគេមិនមានកម្លាំងចិត្តនឹងធ្វើប្រមាណទេបើយើងតាមមើលជាក់ស្ដែងព្រោះទី1គេគិតថាវិបត្តិទីក្នុងរបស់គេកាន់តែពុះកញ្ជ្រោលខ្លាំងទៅបាទខ្លាំងទៅវាមានពហុពណ៌មានពណ៌ច្រើនណាស់បាទគឺឥឡូវនេះគឺកាន់តែពុះកញ្ជ្រោលហើយទៀតសោតរាល់ដែលយើងធ្លាប់បានសម្ភាសជាមួយទាហានឈុតខ្មៅក្តីទាហានសៀមក្តីដែលកាន់មកនោះគឺតាមបញ្ជារបស់មេដឹកនាំរបស់ពួកគេហើយពួកគេនឹងហាក់ដូចជាបាទមិនហ៊ានប្រឆាំងនឹងបញ្ជានោះតែពួកគេខ្លាចនៅសេចក្តីស្លាប់ដូចគ្នាដែរបាទខ្លាចនៅសេចក្តីស្លាប់ដូចគ្នាចំពោះការវឹកវើវិញត្រូវក្រុមអ្នកវិភាគបានលើកឡើងថាខាងយោធាថៃនឹងគឺមានភាពក្មេងខ្ចីហើយពួកគេក៏មានការរុញរាយ៉ាងខ្លាំងដោយសារតែនយោបាយផ្ទៃក្នុងរបស់គេកាន់តែពុះកញ្ជ្រោលហើយគេមកនេះគឺមានការបញ្ជាបាទពីមេដឹកនាំរបស់ពួកគេដូច្នេះធៀបពិតគេក៏អត់ចង់មានបញ្ហាសង្គ្រាមប្រមាណដែរ
តែយើងឃើញហើយថាភាពដែលបែកប្រេះស្រាំបាទភាពដែលបែកប្រេះស្រាំ